2. បាល់ទាត់គ្រាប់ដំបង First Football សេចក្តីសុខស្ថិតនៅលើជីវិតហើយជីវិតស្ថិតនៅលើការធ្វើការងារឆ្នាំដែលប៉េឡេអាយុបាន4ខួបឪពុករបស់គាត់បានទៅធ្វើការឲ្យក្រុមបាល់ទាត់របស់សាវប៉ូឡូទៅត្រូវផ្លាស់ប្ដូរមកស្រុកសាវប៉ូឡូទាំងគ្រួសារហើយទីនេះคล้ายទៅជាស្រុកកំណើតទី2របស់ប៉េឡេប៉ុន្តែការបដូរមកលើកនេះមិនដូចអ្វីដែលបានរំពឹងទុកថានឹងធ្វើឲ្យស្ថានភាពគ្រួសារល្អប្រសើរឡើងទេមុនដំបូងក្រុមបាល់ទាត់ទទួលពាក្យថានឹងរកការងារឲ្យមួយតំណែងទៀតប៉ុន្តែធ្វើឲ្យស្ថានភាពគ្រួសារល្អប្រសើរឡើងប៉ុន្តែនៅតែរកការងារឲ្យធ្វើមិនបានគ្រួសាររបស់ប៉េឡេដែលគ្មានញាតិមិត្តនៅក្នុងស្រុកថ្មីនេះត្រូវរស់នៅកាន់តែលំបាកខ្លាំងឡើងឪពុកម្ដាយរបស់ប៉េឡេត្រូវនៅត្រាំត្រែងជាមួយការងារទាំងយប់ទាំងថ្ងៃដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារសមាជិកគ្រួសារស្ទើរតែគ្មានសម្លៀកបំពាក់សម្រាប់ស្លៀកនិងស្ទើរតែគ្មានអាហារបរិភោគពួកគេរស់នៅក្នុងផ្ទះឈើចាស់ទ្រុឌទ្រោមមួយពេលមេឃភ្លៀងធ្លាក់ក៏លិចអ្វីដែលអាក្រក់បំផុតនោះគឺស្នាមលិចនោះមានកាន់តែច្រើនឡើងទោះបីជាកិច្ចភ្លៀងដែលលិចតាមដំបូលយ៉ាងណាក៏កិច្ចមិនផុតដែរដូច្នេះពេលចូលមកដល់រដូវភ្លៀងពេលណាអ្នកដែលនៅក្នុងផ្ទះទាំងអស់គេងមិនបាននោះទេពេលដឹងក្តីក៏បានយល់ជាបណ្ដាថាភាពក្រលំបាកនោះយ៉ាងណាប៉ុន្តែដោយសារនៅក្មេងទើបមិនអាចជួយកាត់បន្ថយភារៈឪពុកម្ដាយបានកុមារាប៉េឡេរពឹសនិងរឹងរូសខ្លះទៅតាមធម្មជាតិរបស់ក្មេងសូមឲ្យបានឆ្អែតនោះគឺគាត់ពេញចិត្តហើយដោយសារទទួលឥទ្ធិពលពីឪពុកប៉េឡេចូលចិត្តកីឡាបាល់ទាត់តាំងពីអាយុ4ខួបហើយគាត់បានជ្រើសរើសលេងបាល់ទាត់តាមឪពុករបស់គាត់អ្វីដំបូងដែលត្រូវមានក្នុងការលេងបាល់ទាត់គឺគ្រាប់បាល់ត្រឹមតែបាល់មួយគ្រាប់សម្រាប់អ្នកមានប្រាក់នោះជារឿងតូចតាចប៉ុន្តែបើសម្រាប់ក្មេងដែលស្ថិតនៅក្នុងគ្រួសារក្រលំបាកនោះគឺជាក្តីស្រមៃដែលពិបាកនឹងខ្លាយជាការពិតណាស់រៀបចំពេលវេលាឲ្យបានសមរម្យគឺជាការសន្សំសំចៃពេលវេលា To choose time is to save time ពេលលេមិនដែលរៀថយទេដោយបំណងប្រាថ្នាចង់ទាត់បាល់ដ៏ខ្លាំងក្លាធ្វើឲ្យពេលលេនិងមិត្តភ័ក្តិត្រូវប្រើខួរក្បាលនិងដៃទាំងពីររបស់ពួកគេបង្កើតបាល់ឡើងមកដោយខ្លួនឯងពួកគេបានប្រើកំទេចក្រណាត់និងក្រដាសកាសែតមកញាត់ឲ្យណែនចូលទៅក្នុងស្រោមជើងដែលមានទំហំធំនិងមធ្យមច្របាច់រហូតដល់វាមានរាងដូចបាល់ហើយយកខ្សែមករំពីខាងក្រៅឲ្យណែនបានជាបាល់ទាត់មួយគ្រាប់សម្រាប់ស្បែកជើងកីឡានោះសូម្បីគិតក៏ពេលលេមិនហ៊ាននឹងគិតផងដែលនាំឲ្យគ្នាទាត់ដោយជើងទទេនិងប្រើថ្នល់នៅក្បែរផ្ទះធ្វើជាទីលានបាល់ទាត់គាត់ទាត់លេងជាមួយនឹងមិត្តភ័ក្តិយ៉ាងសប្បាយរីករាយទោះបីជាផ្លូវថ្នល់រដិបពេលទាត់ម្ដងហុយទ្រលោមក៏ដោយពួកគាត់បែរជាមើលឃើញថានេះជាវាលរៀបស្មើធំទូលាយនិងមានស្មៅខៀវខ្ចីទៅវិញពួកគាត់ទាត់យ៉ាងសប្បាយដោយមិនចេះនឿយហត់ពេលមានអាយុកាន់តែច្រើនឡើងថ្វីជើងនិងភាពជំនាញខាងបាល់ទាត់របស់គាត់ក៏កាន់តែរីកចម្រើនដែរពេលវេលាកន្លងហួសទៅយ៉ាងឆាប់មួយប្រព្រិចភ្នែកប៉ុណ្ណោះពេលកន្លងហួសទៅ3ឆ្នាំហើយពេលលេអាយុបាន7ឆ្នាំស្មាដ៏តូចស្ដើងត្រូវចាប់ផ្ដើមរែកភារៈដ៏ធ្ងន់ទៅមិត្តជិតស្និទ្ធរបស់គាត់ជួយធ្វើប្រអប់ដ៏ស្អាតមួយឲ្យគាត់សម្រាប់ដាក់ឧបករណ៍និងថ្នាំខាត់ស្បែកជើងហើយពូគាត់ក៏បានទិញឧបករណ៍និងថ្នាំខាត់ស្បែកជើងឲ្យគាត់ពេលលេបានត្រៀមខ្លួនធ្វើជាក្មេងខាត់ស្បែកជើងនៅតាមស្ថានីយ៍រថភ្លើងការងារខាត់ស្បែកជើងដ៏លំបាកនិងនឿយហត់នេះទោះបីជាគាត់ធ្វើការងារពេញមួយថ្ងៃមានអារម្មណ៍ថានឿយហត់ខ្លាំងក៏ដោយក៏ពេលលេមិនដែលភ្លេចបាល់ទាត់ទីថ្ងៃមួយគាត់បានទាត់ត្រឡោកដូងនៅខាងក្រៅទីលានបាល់ទាត់គ្រូបង្វឹកម្នាក់ឃើញគាត់ទាត់យ៉ាងយកចិត្តទុកដាក់ក៏ប្រគល់បាល់ឲ្យគាត់មួយគ្រាប់ចាប់ពីពេលនោះមកពេលលេកាន់តែចាប់អារម្មណ៍ក្នុងការទាត់បាល់រហូតដល់អស់ពីសមត្ថភាពមិនយូរប៉ុន្មានគាត់អាចទាត់បាល់ចូលក្នុងធុងទឹក
ដែលដាក់នៅឆ្ងាយបានយ៉ាងត្រង់ពេលអាយុបាន8ឆ្នាំពេលលេបានចូលសាលារៀនប៉ុន្តែរាល់ថ្ងៃក្រោយពីចេញពីរៀនគាត់ត្រូវប្រញាប់យកខោអាវខាត់ស្បែកជើងទៅស្ថានីយ៍រថភ្លើងដើម្បីស៊ីឈ្នួលខាត់ស្បែកជើងប្រាក់ដែលបានមកទាំងអស់គាត់ប្រគល់ឲ្យអ្នកផ្ទះដើម្បីជួយថ្លៃចាយវេក្នុងផ្ទះទោះបីជាលទ្ធផលនៃការសិក្សារបស់ពេលេស្ថិតនៅក្នុងកម្រិតធម្មតាក៏ដោយក៏ថ្វាយជើងនៅក្នុងការតបបានរបស់គាត់ធ្វើឲ្យមនុស្សទូទៅមានការចាប់អារម្មណ៍យ៉ាងខ្លាំងថ្ងៃមួយមានគេស្រែកហៅគាត់ទាំងមិនបានតាំងចិត្តថាពេលេតាំងតែពីពេលនោះមកគ្រប់គ្នាក៏ហៅគាត់ថាពេលេជាឈ្មោះដែលគេស្គាល់ទូទាំងពិភពលោកតើពេលេមានន័យដូចម្ដេចគ្មាននរណាអធិប្បាយបានច្បាស់លាស់ទេសូម្បីពេលេផ្ទាល់ក៏មិនអាចប្រាប់ពីមូលហេតុពិតប្រាកដបានដែរពីការសម្ភាសមួយពេលេបាននិយាយថាខ្ញុំដឹងត្រឹមតែថាក្រោយពីអាយុ9ឆ្នាំអ្នកដែលស្គាល់ខ្ញុំហៅខ្ញុំថាពេលេគ្រប់គ្នាក្រោយមកពេលេជាប់ជម្រើសជាតិប្រេស៊ីលគាត់តឹងតែងចំពោះខ្លួនឯងកាន់តែខ្លាំងឡើងពេលហ្វឹកហាត់គាត់ផ្ដល់ភាពសំខាន់ចំពោះមិត្តភ័ក្តិដូចជាពេលលេងបាល់ជ្រុងពេលេចាំជួយដាស់តឿនមិត្តក្នុងក្រុមឲ្យដណ្ដើមយកបាល់ហើយទាត់ឲ្យបានមុនគេព្រមទាំងចាំស្រែកប្រាប់ពីតំណែងដែលបាល់ធ្លាក់មិត្តរួមក្រុមបានរួមគ្នាលើកឡើងនៅគំនិតនិងចំណុចដែលគួរតែប្រយ័ត្នតាក់ទងនឹងបាល់ជ្រុងរបស់ពេលេពេលក្នុងក្រុមមានការផ្លាស់ប្ដូរនិងមានសម្ព័ន្ធភាពដ៏ល្អចំពោះគ្នាការលេងក៏រមែងតែល្អប្រសើរឡើងដែរដូច្នេះទើបអត្រានៃភាពជោគជ័យនៃបាល់ជ្រុងរបស់ពេលេកាន់តែកើនឡើងជារៀងរាល់ថ្ងៃគ្មានអ្វីគួរឲ្យខ្លាចជាងភាពភ័យខ្លាចនោះទេ Nothing is to be fear but fear ឱកាសមាសនៅពីមុខមិនមែននៅពីក្រោយទេ The golden age is before us not behind us ពិភពលោកសម្រាប់មនុស្សដែលស្វាហាប់ The world belong to the energetic ប្រយោគសំខាន់ក្នុងកំឡុងពេលសិក្សាចូលផ្ដល់នៅភាពសំខាន់ចំពោះទំនាក់ទំនងនិងសម្ព័ន្ធភាពល្អជាមួយក្នុងកំឡុងពេលសិក្សាចូលផ្ដល់ភាពសំខាន់ចំពោះទំនាក់ទំនងនិងភាពមានសម្ព័ន្ធភាពល្អជាមួយអ្នកដទៃគោលដៅប្រតិបត្តិរបស់មនុស្សទូទៅធ្វើតួនាទីរបស់ខ្លួននិងយកចិត្តទុកដាក់លើការសិក្សាឲ្យបានល្អគឺគ្រប់គ្រាន់ហើយប៉ុន្តែរឿងរ៉ាវជាច្រើនអាស្រ័យទៅលើការផ្លាស់ប្ដូរយោបល់ជាមួយនឹងអ្នកដទៃទើបអាចផ្ដល់នៅភាពជោគជ័យបានមនុស្សយើងមានតម្លៃចំពោះចំណុចពិសេសខុសគ្នាជីវប្រវត្តិសង្ខេបរបស់អ្នកដែលមានកេរ្តិ៍ឈ្មោះពេលេជាស្ដេចបាល់ទាត់របស់ប្រេស៊ីលត្រូវបានគេទទួលស្គាល់ក្នុងវិស័យកីឡាបាល់ទាត់ជាអន្តរជាតិថាជាកីឡាករដែលល្អបំផុតនៅក្នុងសតវត្សទី20ដោយមានថ្វាយជើងលេចធ្លោនិងមានទឹកចិត្តជាកីឡាករម្នាក់គាត់ត្រូវបានគេដាក់ឈ្មោះហៅក្រៅថាគុជខ្មៅហើយអង្គុយលើបល្ល័ង្កស្ដេចបាល់ទាត់កីឡាករបាល់ទាត់អច្ឆរិយៈម្នាក់នេះបានស្ថិតនៅក្នុងវិស័យបាល់ទាត់ដល់ទៅ21ឆ្នាំចាប់តាំងពីឆ្នាំ1956ដល់ឆ្នាំ1977ពេលេបានចូលរួមការប្រកួតបាល់ទាត់ទាំងអស់1366ប្រកួតនិងទាត់បញ្ចូលទីបានរហូតដល់1281គ្រាប់ក្នុងការប្រកួតមួយប្រកួតពេលេសម្រុកចូលតែម្នាក់ឯងគឺចូលទៅក្នុងតំបន់គ្រោះថ្នាក់របស់គូប្រកួតបានដល់ទៅ8ដងគាត់បានសាងស្ថិតិទាត់បញ្ចូលទីបានជាង100ដងជាប់គ្នាក្នុងរយៈពេល3ឆ្នាំរហូតដល់បច្ចុប្បន្ននឹងមិនទាន់មានគេបំបែកស្ថិតិនេះបាននៅឡើយទេបាទអញ្ចឹងរឿងរ៉ាវរបស់ពេលេគឺចប់ហើយគឺជាក្របបាល់ដំបងធ្វើម៉េចឲ្យគាត់ជោគជ័យបានគឺជំនះឧបសគ្គនិងការប្រឹងប្រែងនៅក្នុងការងាររបស់គាត់អញ្ចឹងពេលេយើងស្គាល់ហើយមនុស្សជាច្រើនស្គាល់ហើយគឺជាកីឡាបាល់ទាត់របស់ប្រេស៊ីលដែលល្បីល្បាញទូទាំងពិភពលោកអញ្ចឹងអ្វីនៅក្នុងជីវិតរបស់ពេលេនេះគឺការផ្ដោតទៅលើការសិក្សានិងស្វែងយល់ទៅលើការងាររបស់ខ្លួនប្រចាំថ្ងៃណាគឺអ្វីដែលធ្វើបានគឺត្រូវតែធ្វើហើយនឹងមានសម្ព័ន្ធភាពល្អជាមួយអ្នករួមក្រុមអ្នកសិក្សាជាមួយគ្នាអូខេអរគុណ